សួស្តីបងប្អូនអ្នកគ្នាស្វាគមន៍សាជាថ្មីជាមួយនឹងវីដេអូសម្រាយរឿងបល្ល័ង្កស្លេកដាវភាគទី17មានតបទូប៉ាយងយងក៏បានឲ្យកូនចៅរបស់គេនឹងនិយាយប្រាប់មកគិតកោសមោក៏បានរៀបរាប់ទៅបើតាមរបាយការណ៍ដែលយើងបានស៊ើបអង្កេតមកជានេះប៉ាយក៏រស់នៅជាមួយនឹងតំបន់ព្រំដែនរវាងរាជវង្សរបស់ពួកយើងនិងពួកបិសាចទីតាំងដែលពួកយើងបានកំណត់ដំបូងនោះគឺភ្នំណានលីងប៉ុន្តែនៅទីនោះគឺសរុបមាន18ភូមិពួកយើងកំពុងតែដំណើរការស៊ើបបន្ថែមទៀតលើពីនេះទៅទៀតនោះគេក៏ទទួលបានសិទ្ធិអំពីការចូលរួមទៅប្រាសាទបុរាណនៃរាជវង្សអំពីសំណាក់ចៅហ្វាយក្រុងចិនណានរួចហើយខ្ញុំជឿថាមិនយូរប៉ុន្មាននោះទេគេនឹងមកដល់រាជវាំងហើយយីយងក៏បានតបមិនអីទេខ្ញុំគឺមិនចង់ឃើញមនុស្សម្នាក់នេះនោះទេឯងឆាប់ទៅដល់ស្រ័យមុននឹងគេមកដល់រាជវាំងគិតកោសមោលោកម្ចាស់តូចឥឡូវនេះគឺគេខ្លាយទៅជាស្ដេចដាវកម្រិតទី7ហើយខ្ញុំខ្លាចថាពិបាកនៅក្នុងការដោះស្រាយនោះទេយីយងក៏បានសួរតើគេនឹងគ្រាន់តែជាកម្រិតស្ដេចដាវទេតើគេនឹងគឺមានអ្វីអស្ចារ្យទៅឯងឆាប់ទៅយកស្លាបបញ្ជាសម្ងាត់របស់ខ្ញុំនឹងឲ្យនរណាម្នាក់នឹងទៅកម្ចាត់គេចោលទៅគិតកោសមោក៏បានចាក់ចេញទៅមេធរទូប៉ាក៏បាននិយាយចានេះប៉ាយតើឯងនឹងសមមកប្រគល់ប្រជែងជាមួយនឹងខ្ញុំដែរឬទេយើងកាត់មើលពួកគេទាំង3នាក់នេះវិញនាងល្អិតក៏បាននិយាយទៅបងប្រុសតើពេលណាទៅយើងអាចទៅដល់រាជធានីហេតុអ្វីបានជាបងនឹងមិនឲ្យសែវជីននាំយើងទៅអ៊ីប៉ាយក៏បានតបសែវជីនគឺវាខ្លួនធំពេកហើយវាជាសត្វបិសាចទៀតខ្ញុំជឿថាពួកគេនឹងធ្វើការវាយប្រហារពួកយើងមុនទៅដល់រាជវាំងដូច្នេះបែបនេះយើងអាចទៅបាននាងល្អិតក៏បានសួរទៅទៀតទៅបងប្រុសតើនៅក្នុងរាជធានីនឹងគឺមានអាហារឆ្ងាញ់ច្រើនដែរឬទេអូប្រហែលជាមាននារីស្រស់ស្អាតជាច្រើននៅទីនោះអ៊ីប៉ាយបានហើយឈប់និយាយទៅនៅតាមផ្លូវឯងនិយាយរហូតទៅហើយឥឡូវសម្រាមតិចសិនទៅបងប្រុសក៏ជាមនុស្សដែលល្អខ្លាំងណាស់អ៊ីប៉ាយក៏បានហុចផ្លូវមន់ទៅកាន់លីខងក៏បាននិយាយលោកម្ចាស់ចានតើលោកអាចជួយធ្វើការណែនាំខ្ញុំអំពីក្បាច់ដើរដែលលោកប្រើបានឬទេអ៊ីប៉ាយក៏បានតបមិនអីទេប៉ុន្តែឥឡូវនេះគឺញ៉ាំសិនទៅក្រោយពីបានញ៉ាំអាហាររួចពួកគេទាំងពីរក៏បាននាំគ្នាតេស្តសាកល្បងអ៊ីប៉ាយខ្ញុំនឹងបន្តកម្រិតរបស់ខ្ញុំឲ្យដល់កម្រិតទី4ហើយធ្វើការប្រយុទ្ធជាមួយនឹងឯងលីខងល្អតោះចាប់ផ្ដើមគេក៏បានលុតទៅកាប់អ៊ីប៉ាយក៏បានគេចហើយក៏បានព្យាយាមរងនៅក្បាច់ដើររបស់លីខងរួចគេក៏បានធ្វើការកាប់ទៅកាន់លីខងប្រមាណដើរទៅធ្វើលីខងក៏បានប៉ាំងទៅក្រោយបន្តិចអ៊ីប៉ាយក៏បានបន្ថែមទៅទោះបីជាឥឡូវនេះគឺឯងអាចសម្រេចនៅការរួមបញ្ចូលគ្នារវាងមនុស្សនិងដើរក៏ដោយប៉ុន្តែចំណុចខ្វះខាតរបស់ឯងនៅក្នុងការហាត់ដើរនេះគឺវាច្បាស់ពេកឯងផ្ដោតទៅលើបច្ចេកទេសដើរប៉ុន្តែវាមានភាពខុសគ្នាលីខងម្ដងទៀតគឺក៏បានធ្វើការចាក់ទៅកាន់អ៊ីប៉ាយក៏យកដើររងអ៊ីប៉ាយក៏បានប្រាប់បន្ថែមទៀតឯងតែយកចិត្តទុកដាក់ផ្នែកខាងឆ្វេងនឹងឲ្យនៅចំកណ្ដាលផងដែរហើយពួកគេក៏នៅតែបន្តកាប់គ្នាជើងចុះជើងឡើងអ៊ីប៉ាយក៏នៅតែបន្តប្រាប់ល្បឿនដើររបស់ឯងគឺវាពិតជាលឿនប៉ុន្តែវាគឺមិនគ្រប់គ្រាន់នោះទេអ៊ីប៉ាយក៏បានរៀងថយក្រោយបន្តិចរួចហើយក៏បានបញ្ចេញនូវស្នៀតដើរកាប់មកវិញក៏ធ្វើឲ្យលីខងថាខ្ញុំចុះចាញ់ហើយនាងល្អិតក៏បាននិយាយទៅបងប្រុសលីតើបងដឹងទេតើហេតុអ្វីបានជាបងគឺមិនទាន់ល្អដល់បងប្រុសរបស់ខ្ញុំនោះលីខងក៏បានបើកភ្នែកធំៗហើយនាងក៏បានបន្តលបងលីចរណានៃក្បាច់ដើររបស់បងគឺបង្ហាញច្បាស់ពេកហើយបើសិនបើបងគឺមិនអាចធ្វើការផ្លាស់ប្ដូរចរណាក្បាច់ដើររបស់បងបានដោយសេរីទេនោះចេតនាណៅគឺមិនអាចធ្វើអ្វីតាមឆន្ទៈរបស់បងបាននោះទេបងទើបតែបានឈានចូលកម្រិតនៃការរួបរวมដើរជាមួយនឹងមនុស្សបងមិនទាន់អាចចាត់ទុកខ្លួនឯងថាជាដើរបានពេញលេញនៅឡើយនោះទេវាជារឿងធម្មតាទេនៅក្នុងការបរាជ័យសៀវប៉ាយក៏បានថាមិនក៏ឯងដឹងច្រើនម្ល៉េះនាងល្អិតខ្ញុំកាន់តែចង់ដឹងថាឯងនឹងគឺមកពីណាហើយនេះឆាវក៏បានតបទៅខ្ញុំមិនមែនចេញមកពីថ្មនោះទេតើខ្ញុំនឹងគឺអាចមកពីណាទៅលីខងក៏បានគិតអ្វីដែលនាងនិយាយមុននេះគឺសមហេតុផលអ៊ីប៉ាយក៏បាននិយាយឥឡូវនេះយើងស្ទើរតែទៅដល់រាជធានីទៅហើយតើអ្វីដែលពួកយើងទៅធ្វើបន្ទាប់នោះលីខងក៏បានតបយើងនៅមានពេលខ្លះទៀតមុនពេលដែលប្រាសាទបុរាណរបស់រាជវង្សនឹងបានបើកខ្ញុំគឺចង់ឲ្យលោកនឹងទៅព្រៃដើរឫស្សីជាមុនសិនអ៊ីប៉ាយក៏បានសួរទៅតើកន្លែងនោះក៏ជាអ្វីដែរព្រៃដើរឫស្សីធ្លាប់ជាកន្លែងស្នាក់នៅដ៏ស្ងាត់ជ្រងំរបស់ស្ដេចដាវសុភាពបរមម្នាក់គាត់បានក្លាយទៅជាស្ដេចដាវកម្រិតទី9មុនពេលដែលគាត់ស្លាប់គាត់ក៏បានខកខានការប្រយុទ្ធជាមួយនឹងព្រះដាវមានរឿងចចាមអារាមថាចេតនាដើរដ៏ខ្ពង់ខ្ពស់របស់គាត់នឹងគឺត្រូវបានបន្សល់ទុកនៅក្នុងព្រៃដើរឫស្សីនរណាម្នាក់ដែលអាចយល់អំពីមរតកនេះបាននឹងអាចទទួលបាននូវកេរដំណែលរបស់គាត់អ៊ីប៉ាយក៏បានសួរបន្ថែមប៉ុន្តែវាជាច្រើនឆ្នាំមកហើយនឹងខ្ញុំខ្លាចថាមរតកដែលគាត់បានបន្សល់ទុកនឹងគឺត្រូវបាននរណាម្នាក់នឹងយកទៅបាត់ហើយមរតកដើរនៃស្ដេចដាវសុភាពបរមម្នាក់នេះគឺមិនងាយត្រូវបាននរណាម្នាក់នឹងគឺយកបាននោះទេយ៉ាងហោចណាស់គឺវាមិនទាន់បាត់នោះទេពីព្រោះថាព្រៃដើរឫស្សីនេះគឺមិនមែនគ្រាន់តែជាការសាកល្បងនោះទេកសលនោះទេសំខាន់ជាងនេះទៅទៀតមនុស្សត្រូវតែមានចិត្តសុភាពបរមផងដែរអ្នកដែលមានចរិតអាក្រក់គឺមិនអាចទទួលបានមរតករបស់គាត់នោះទេប៉ុន្តែទោះបីជាខ្ញុំនឹងគឺមិនអាចទទួលបានមរតករបស់គាត់ក៏ដោយខ្ញុំក៏អាចទទួលបានប្រភពខាងវិញ្ញាណនិងចេតនាដើរផ្សេងទៀតនៅទីនោះអ៊ីប៉ាយមិនអីទេអញ្ចឹងពួកយើងទៅមើលបន្តិចទៅពេលព្រឹកឡើងគេក៏បានមកដល់ព្រៃឫស្សីហើយមនុស្សម្នាជាច្រើនមនុស្សម្នាក់នេះក៏បាននិយាយខ្ញុំបានមកទីនេះគឺកន្លះឆ្នាំទៅហើយមិនអាចយកឈ្នះសូម្បីតែបន្លឺឫស្សីមួយវាហាក់បីដូចជាឱកាសមួយនេះត្រូវបានកំណត់ថាហួសពីសមត្ថភាពរបស់ខ្ញុំអ្នកស្រីនេះក៏បាននិយាយនេះគឺជិត100ឆ្នាំទៅហើយ
គ្មាននរណាម្នាក់នឹងគឺធ្លាប់បានទទួលមរតកដៅរបស់សភាបរតនេះទេតែឯងនឹងគឺអាចទទួលបានដោយរបៀបណាទៅម្នាក់ប្រុសនឹងក៏បានតបទៅបើសិនជាខ្ញុំគ្មានសមត្ថភាពនោះនាងក៏គ្មានសមត្ថភាពដែរហើយអ្វីបានជានាងនិយាយច្រើនម្ល៉េះចៅចិនគឺជាអ្នកស្នងតំណែងរបស់ស្ដេចដាវចិនយ៉ាងនៅក្នុងបញ្ជីស្ដេចដាវឋានសួគ៌ពួកគេគឺបានឆ្លងកាត់ពីដំណាក់កាលជាប់គ្នាទៅហើយខ្ញុំគិតថានៅទីបំផុតពាក្យចចាមអារាមនេះនឹងអាចនឹងធ្លាក់លើគេមនុស្សម្នាក់ទៀតក៏បានថាទៅមិនចាំបាច់ទេខ្ញុំពិតជាមានសង្ឃឹមខ្លាំងចំពោះកូនស្រីរបស់ស្ដេចផ្កាយដែលចូលរួមជាមួយនឹងគេនោះតាំងពីដំបូងនាងគឺមានទេពកោសល្យខ្ពស់បំផុតនៅក្នុងការវឹកហាត់ដាវដែលមានឆ្អឹងដាវ8នាងគឺជាបេក្ខភាពល្អបំផុតនៅក្នុងការទទួលមរតកមួយនេះលីខងក៏បាននិយាយចង់ទទួលបានមរតកដាវលោកត្រូវតែឆ្លងកាត់បាន3ដំណាក់កាលនៃការសាកល្បងដំណាក់កាលដំបូងនោះគឺចិត្តដំណាក់កាលទី2គឺការតេស្តដាវដំណាក់កាលទី3គឺការសួរអំពីមេឃពួកគេទាំង3ក៏បានដើរមកស្រាប់តែបរិបម្នាក់ក៏បានហាមគេពេលនេះគឺពួកឯងមិនអាចចូលទៅក្នុងព្រៃដាវបាននោះទេចាំពី3ថ្ងៃទៀតចាំត្រឡប់មកវិញលីខងក៏បានតបព្រៃដាវឫស្សីគឺបើកចំហសម្រាប់អ្នកទាំងអស់គ្នាអ្វីដែលឯងកំពុងតែធ្វើគឺបំពេញច្បាប់ទៅហើយគេក៏បានតបបើដូច្នេះតែវាយ៉ាងម៉េចនាងតូចរបស់យើងកំពុងតែឆ្លងកាត់បញ្ហាជាមួយនឹងលោកម្ចាស់ចៅចិនគឺមិនត្រូវបានអនុញ្ញាតឲ្យនរណាម្នាក់ហ្នឹងគឺរំខានពួកគេនោះទេពួកឯងឆាប់ចេញពីទីនេះទៅនាងអត់ក៏បានសួរទៅបងប្រុសតាមមនុស្សទាំងអស់នេះពិតជាមានអំណាចមែនទេហ៊ីប៉ាយក៏បាននិយាយវាគ្មានអីក្រៅពីការសម្លុតអ្នកទុនខ្សោយហើយខ្លាចអ្នកខ្លាំងនោះទេយើងនឹងធ្វើឲ្យពួកគេអាម៉ាស់នៅថ្ងៃនេះគេនេះក៏បានតបទៅវិញទៅអាល្អិតម្នាក់នេះក៏មកពីណាបើនៅតែមិនទៅទីនោះប្រយ័ត្នទៅឯងកុំបន្ទោសថាពួកយើងនេះគឺឆ្លើយឲ្យសោះណាលីខងក៏បានថាទៅអត់អីទេអញ្ចឹងពួកយើងនឹងត្រឡប់មកវិញពេលក្រោយមិនចាំបាច់ខ្ជះខ្ជាយពេលវេលានៅទីនេះនោះទេនិយាយមិនតាន់ចប់ផងបងប្អូនទាំងពីរនេះក៏បានដើរចូលទៅនាងល្អិតក៏បាននិយាយកុំខ្លាចអីបងប្រុសរបស់ខ្ញុំគឺអស្ចារ្យណាស់គេម្នាក់នេះក៏បានតបទៅពិតជាមិនដឹងល្អមែនចាំមើលខ្ញុំនឹងផ្ដល់មេរៀនដល់ឯងពួកគេនេះពិតជាមិនប្រមាណខ្លួនមែនគេក៏បានស្ទុះទៅវាយអ៊ីប៉ាយក៏បានប្រាណថាពលរបស់គេទៅទប់ទល់ក្រោយពីបានផ្ទប់ដៃគ្នាគេក៏បានស្រែកទៅដៃរបស់ខ្ញុំគ្នារបស់គេម្នាក់ទៀតក៏បាននិយាយទៅឯងហ៊ានធ្វើបាបមនុស្សនៅទីផងឯងពួកឯងសម្លាប់គេទាំងអស់គ្នាទៅពួកគេក៏បានរត់ចូលទៅអ៊ីប៉ាយក្រវាដើរតែមួយឆ្វែងតែប៉ុណ្ណោះធ្វើឲ្យពួកគេនោះក៏បានដេកស្អាតទៅហើយពួកគេទាំង3ក៏បានដើរចូលទៅស្រាប់តែតាចាស់ម្នាក់ក៏បានបង្ហាញខ្លួនចេញមកតាចាស់ជើងនេះក៏បានជួបឯងទាំង3នាក់យើងមិនដឹងថាឯងទាំង3នាក់នេះគឺមកដើម្បីអ្វីនោះទេនៅថ្ងៃនេះអ៊ីប៉ាយក៏បានធ្វើការគោរពទៅកាន់គាត់ឲ្យនិយាយថាខ្ញុំខកទៅសារអំពីវត្ថុបុរាណខ្ញុំមកនេះគឺខ្ញុំចង់ឃើញអំពីដាវសភាបរោះនាងអត់ក៏បាននិយាយខ្ញុំមើលថាតើមានឫស្សីមួយណាដែលអាចសាកសមឲ្យខ្ញុំយកធ្វើខ្លុយបានដែរឬទេលីខងក៏បានធ្វើការគោរពផងដែរចំណែកតាចាស់ក៏បាននិយាយទៅល្អណាស់ក៏បានប្រើនៅយុទ្ធសាស្ត្ររបស់គាត់នាំពួកគេទៅកន្លែងផ្សេងរៀងៗខ្លួនអ៊ីប៉ាយសុំគ្រប់រៀងច្បងគាត់ក៏បានសើចបន្តិចរួចហើយក៏បានសួរហេតុអ្វីបានជាឯងវឹកហាត់ដាវយើងក៏បានឃើញថាសាច់រឿងរបស់យើងក៏បានជានៅទីបញ្ចប់ជាចុងក្រោយបើសិនជាមានពាក្យពេចន៍លើសលួសខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នានៅឱកាសក្រោយ